យ៉ាសិតតែស្ពានហោះពីលើក្បាលទៀតខានផលវីដេអូយូរឥឡូវទៅមានពេលកាត់ប្រហោះឲ្យបងប្អូនមើលទេអាកាលទី12នឹងជីវិតសបោ event ដើរលេងរហូតតែអត់មានពេលអីទៀតផុសទេដោយសារតែយកពេលមើលមីរៀនណោះឥឡូវមានពេលតនេជាងមុនច្រើនអញ្ចឹងហើយក៏បាននិយាយបងប្អូនមើលទៅ vlog នេះគឺថាមួយឆ្នាំពេញតែម្ដងចាឆ្នាំមុនខែ2ឥឡូវឆ្នាំនេះខែ3ហើយទើបតែបានផុសទេចេញតាណាពីផ្ទះម៉ោង6ដើម្បីទៅកពតឡើងបន្តមិនកន្លះម៉ោងគេថាផ្ងាពុះស្ពីងងើបឡើងមកមុខហើមដូចពេញប៉ោងគិសោធ្វើមុខស្អុយប៉ែនឹងដោយសារតែកំងខគោនមានកញ្ញាំបាយស្រូបជំនួសទៅមិនដឹងមិនទេភ័យច្រើនអត់តែកំងនឹងតែអស់ឬក៏អត់មានហ្មងតើឥឡូវម្សៅម៉ោងច្រើនមកដល់កពតហើយរឿងដែលត្រូវធ្វើមុនគេគឺចូលហាងកាហ្វេតែមានទិញកាហ្វេផឹកឯណាកុំច្រឡំអ្នកលក់តែ say have a nice day បងតែប៉ុណ្្នឹងលោកហើយទោះលេតែកកន្លះពីនតិចក៏បើទៅនៅចេញផ្អែមណាបងក្នុងឱកាសហ្នឹងខ្ញុំសុំល្អពីវិបត្តិផ្លូវចិត្តខ្ញុំដែលតាំងពីដើរលេងកពតតាំងឆ្នាំមុនហ្នឹងមកដល់ឥឡូវក៏ខ្ញុំនៅតែស្ដាយដែរគឺរូបដែលខ្ញុំទៅថតនៅកពតនឹងប្រហែលគឺបាត់ទាំងអស់អត់ដឹងល្មិចបាត់ទាំងអស់ហ្មងរូបសល់តែវីដេអូអត់យល់ហើយនិយាយទៅវាវិញឆ្ងាយណាស់រឿងហ្នឹងឥឡូវយើងធ្វើដំណើរមកដល់ហើយស្ពានចាស់ដែលតែភ្លើងឆ្លងកាត់បងប្អូនតែឥឡូវហ្នឹងមិនដឹងថានៅឆ្លងកាត់អត់ព្រោះឃើញតែចាស់ហើយប៉ុន្តែទៅដល់មានអីមើលទេមានស្ពានហ្នឹងឯងចេញពីហ្នឹងយើងក៏ធ្វើដំណើរទៅផ្សារអញ្ចឹងណាប៉ុន្តែខ្ញុំភ្លេចទិញអីបាត់ហើយដោយសារតែមួយឆ្នាំណាបងប្អូនប៉ុន្តែប្រហែលជាទិញបន្លែប្លុកធ្វើឲ្យញ៉ាំជុំគ្នាល្ងាចហ្នឹងឯងហើយឥឡូវយើងក៏ធ្វើដំណើរទៅ resort យើងដែលរៀងឆ្ងាយពីក្រុងតិចដែរគ្រាន់ថាលើពិបាកចាក៏លោកខុបខាក់គ្រឿងក្នុងខ្ញុំច្រឡំកន្លែងគ្នាហើយឃើញសម្បល់ចាថតដល់បងប្អូនមើលតែសភាពឡានដឹងណាបងប្អូនហុយសព្រោះឥឡូវមកដល់កន្លែង resort គេហ្នឹងឯងពេលហ្នឹងអត់ទាន់ដឹងថាខ្លួនឯងត្រូវដេកណាណាគ្រាន់តែដើរមកដល់អីយ៉ាស់កណ្ដុំឆែបខ្ញុំអត់ expect សោះថាវាជាតង់យីមែនពេលគាត់កក់ដំបងខ្ញុំស្មានតែទៅទប់ដោយសារតែបបពិសោធន៍ដេកតង់ទេចាគាត់តែរូតមកខ្វោកបងប្អូនណាយបបពិសោធន៍ថ្មីទីរៃចាឲ្យបន្ទប់ទឹកគេនេះថាដើរចុះចដើរនិយាយទៅសភាពដូចបងប្អូនមើលឃើញអញ្ចឹងខ្ញុំនេះតង់ជួរក្រោយគឺមានបន្ទប់ទឹករៀងខ្លួនខ្ញុំគាត់ដេកតង់អាជួរមុខជាប់ឆ្នេរនេះគឺថាអត់មានបន្ទប់ទឹកគេអញ្ចឹងគាត់ត្រូវប្រើបន្ទប់ទឹករួមមកគេប៉ុន្តែដោយសារតែពួកខ្ញុំដេកតង់ជួរក្រោយអញ្ចឹងទៅពេលគាត់ត្រូវប្រើអីគឺគាត់អាចដើរទៅតង់ខ្ញុំបានរឿងដែលអែមួយធ្វើឲ្យពួកខ្ញុំសុខចិត្តជិះឆ្ងាយពីក្រុងដើម្បីមកគេនៅ resort នឹងគឺដោយសារតែឆ្នេរហើយដៃសមុទ្រនឹងគឺមានលក្ខណៈជា private ដល់តែអ្នកមកគេនៅ resort នឹងបានលេងចឹងទៅវារៀងស្ងប់ស្ងាត់ចឹងណាបងប្អូនយើងសម្រាប់អីអស់ចិត្តហើយឥឡូវក៏ធ្វើដំណើរមកលេងនៅទឹកឈូខ្ញុំមិនដឹងថាពេលថ្ងៃហ្នឹងមានមនុស្សច្រើនក្មេងប៉ុន្តែខ្ញុំទៅរៀងល្ងាចដែរចឹងទៅគឺថាស្ងាត់មែនតើមានតែពួកខ្ញុំហ្មងកុំឲ្យថាមកកពតរហផ្លេចគេប៉ុន្តែអត់ដែរមកលេងទឹកឈូអញ្ចឹងឥឡូវល្ងាចហ្នឹងក៏ឆ្លៀតជិះមកឲ្យដល់ម្ដងគេងឯងដែរតែណាបងប្អូនទេសភាពគឺថាអូយតិចភ្នែកខ្លាំងមែនតើអត់ក្តៅអត់អីចឹងសប្បាយថតរូបចាតន់ថ្ងៃលិចឥឡូវយើងមកជិះទូកតាមដងព្រៃកំពតបងប្អូនណានេះក៏លើកទី1ដែរណាប៉ុន្តែខ្ញុំពិតជាណែនាំឲ្យបងប្អូនណាបើសិនជាមកកពតហើយកុំភ្លេចសាកជីទាំងអស់គ្នានៅចិត្តអាកន្លែងស្ពានអាតែភ្លើងនេះខ្ញុំមកថ្ងៃមិញហ្នឹងនៅលើទូហ្នឹងក៏គេមានលក់របស់ញ៉ាំភេសជ្ជៈអីដែរអញ្ចឹងណាបងប្អូនក៏មកថាជីយូសក៏ក្រោះអីអញ្ចឹងយើងអាចហៅអីញ៉ាំតិចតួចដែរអញ្ចឹងទៅហើយចង់និយាយថាខ្ញុំ3នាក់អូនឲ្យបងថ្លៃនេះកំហងបុកល្ហុងញ៉ាំអញ្ចឹងណាបើបងស្រីខ្ញុំវិញតែឯងអញ្ចឹងទៅអត់ចេះញ៉ាំហើយសំខាន់ចាញ់ក្លិនបុកល្ហុងទៀតអូសៀវខ្លាំងអត់ដល់ទេដល់ឡើងសៀវមិនធំតែមានទេសភាពឲ្យយើងមើលតាមដងព្រែកហ្នឹងណាក៏មានសត្វស្លាបឲ្យយើងមើលដែរប៉ុន្តែសមុទ្រវិញខ្ញុំភ្លេចថាម៉ានបើសិនជាបងប្អូនដឹងកុំភ្លេចជួយ comment ប្រាប់គ្នាផងតម្លៃសមរម្យហើយយើងជីឡើងមកយូរមកអស់ចិត្តហ្មងអត់ដឹងធ្វើអីឥឡូវមកដើរមើលលេងផ្សាររាត្រីគេអញ្ចឹងណាចង់ដឹងជាមានអីខ្លះចឹងទៅខ្សែហោះនេះគុំជីយូរប៉ុន្តែភាពក្លាហាននៅមានកម្រិតឡើងយើងមានជាកម្មវិធីញ៉ាំសាច់អាំងជុំគ្នាអញ្ចឹងណាបងប្អូននៅកន្លែងគេនឹងគឺមានជាទីឲ្យយើងហើយយើងមិនបាច់ទៅពិបាកស្ពាយធុងបាសមកទេអ្នកចិត្តនឹងគេជប់លៀងទៅយើងបានបទចម្រៀងស្ដាប់ free តែហ្មងចាទៅអែហ្មងខ្យល់សមុទ្រដល់ឡើងទៅជាប់ព្រឺសបល់ហ្មងតោះត្រង់ថាមុខខាំបន្តិចវ៉ាវ so big so small អត់យកគ្នាពេលញ៉ាំហើយចឹងមិនតន់ទៅដេកភ្លាមទេនៅដើររេរអង្គុយលើខ្សាច់ឲ្យសើមគូតឲ្យมันអស់ចិត្តឥឡូវ vlog មកកពតថ្ងៃទី1សូមបញ្ចប់ត្រឹមហ្នឹងណាបងប្អូនកុំភ្លេចតាមដានទស្សនានៅ vlog ក្រោយទៀតចាថ្ងៃទី2